紧你的手是我不对，太用心的面对让你太累，无端的去回忆独自伤悲，我独自不醉不归。我哭泣的眼泪你无所谓，看不清你心里究竟爱谁，抹不去的回忆难以入睡，留下我独自伤悲。我哭泣的眼泪你无所谓，黑夜里我独自倾听心碎，你把我的迷梦彻底打碎，只剩我独自面对。谁让你来？ចាំបាន5នាងហើយក៏មកជួបគ្នាទៀតលីហ្វានតើមានរឿងអីកាត់ឡើងទេខ្ញុំពិតជាចង់ជួយរំលែកដល់លោកក្នុងនាមជាស្នំរបស់យើងមិនគោរពវិន័យនៅក្នុងរាជវាំងមិនគិតពីព្រះកិត្តិយសរបស់យើងនៅជាមួយនឹងសង្ឃចង្រៃជាយាកលួចស្រឡាញ់គ្នាបង្រត់ជាមួយគ្នានេះហើយគឺជាទោសប្រហារជីវិតប៉ុន្តែយើងបានលើកលែងទោសឲ្យនាងទៅហើយរហូតមកដល់សង្គមថ្មីនេះយើងនៅតែមិនគិតដល់កិត្តិយសរបស់យើងតែនៅជាមួយនឹងជាយាកនាងចាត់ទុកយើងគឺជាទេវតាឬមួយជាអធិរាជស្មានថាទ្រាំម្ដងហើយម្ដងទៀតបានទេខ្ញុំស្ដាយណាស់កាលនោះធ្វើកិច្ចការមិនគប្បីចំពោះលោកច្រើនយ៉ាងនេះមកដល់សម័យកាលនេះខ្ញុំតែងតែចង់រកវិធីទៅចោលលោកខ្ញុំបៃលោកជេរលោកគឺមកពីកាលនោះលោកសម្លាប់ជាយីប៉ុន្តែទោះជាខ្ញុំធ្វើយ៉ាងណាក៏ដោយក៏លោកនៅតែល្អនឹងខ្ញុំពេលដែលខ្ញុំកំពុងតែអស់សង្ឃឹមអស់កម្លាំងលោកតែងតែមកជួយខ្ញុំតាន់ពេលតែខ្ញុំមិនបានចាប់អារម្មណ៍ពីក្តីស្នេហ៍របស់លោកចំពោះខ្ញុំនៅពេលដែលលោកបាត់ខ្លួនតើបខ្ញុំដឹងតាមពិតមនុស្សដែលខ្ញុំស្រឡាញ់នោះគឺលោកប៉ុន្តែមនុស្សដែលយើងស្រឡាញ់នោះមិនមែននាងទេគឺសិនីលោកភ្លេចហាយរឿងគ្រប់បែបយ៉ាងរបស់យើងឬមួយក៏អាចទាំងនេះនិងផ្កានេះជារបស់ខ្លាញ់ថ្ងៃសែនព្រះច័ន្ទខ្ញុំបានទិញរ៉ូបស5ឲ្យហ្វុងថ្ងៃបុណ្យសង្សារខ្ញុំបានទិញរ៉ូបស1ឲ្យទៅហ្វុងបុណ្យគ្រីស្មាសខ្ញុំនៅតែទិញអាវស1ឲ្យហ្វុងវាសមជាងរបស់ទាំងនេះសុទ្ធតែកុហកមែនទេមានពេលខ្លះនាងតស៊ូចង់បានអ្វីមួយប៉ុន្តែទីបំផុតនោះទើបដឹងថាវាមិនសមទេ
មិនសមទេឬមួយថាគ្មានតម្លៃអីតិចក៏បានគ្មានតម្លៃតតែសោះបលែងដៃគឺជាការធូរស្រាលខ្ញុំយល់ហើយថ្ងៃក្រោយខ្ញុំក៏ឈប់រំខានលោកទៀតដែរខ្ញុំក៏សង្ឃឹមថាអ្នកទាំងពីរមានសុភមង្គល看不清你心里究竟在谁抹不去的回忆难以入睡留下我独自伤悲我哭泣的眼泪你把我的名លីហ្វាចាប់ពីពេលនេះទៅទោះជាស្លាប់ចុះនរកអពុកយើងក៏យើងមិនជួបគ្នាទៀតដែរយើងបាច់គ្នារហូតបងស្រីបងមិនទេពូជទៅវិញទៅតោះបងស្រីឡើងឡានទៅប៉ាហើយនិយាយជារឿងកន្លងផុតទៅយូរទៅហើយអ្វីត្រូវបំភ្លេចក៏បំភ្លេចទៅមនុស្សប្រុសណាមិនត្រូវលងខ្លួននឹងស្នេហារបស់មនុស្សស្រីទេប៉ុន្តែទោះជាយ៉ាងណាគឺខ្ញុំធ្វើនាងខកចិនជាឯនេះសូលបានច្រើនណាស់ទៅហើយវាគួរតែដឹង
តាំងពីយូរលង់ណាស់មកហើយអ្នកដែលទទួលជោគជ័យដល់មហិមាគឺឯកោណាស់ឯងយកប្រាជ្ញាឆ្លៀសវៃរបស់ឯងបោះបង់លើស្នេហាវាគួរឲ្យស្ដាយខ្លាំងណាស់ណាយាជាការស្រាវជ្រាវរបស់ប៉ាគឺសម្រាប់មនុស្សលើលោកគឺពិតជាមានអត្ថន័យដ៏មានតម្លៃណាស់ហូបពីការស្មានមកសហការជាមួយនឹងប៉ាកែប្រែពិភពលោកនេះទៅលីលីតាមានការអីបងស្រីមានរឿងមួយខ្ញុំចង់និយាយជាមួយបងថាកែអ៊ីនធឺណិតនោះឲ្យខ្ញុំទៅធ្វើការទៅធ្វើអីជាអ្នកលេងបាទគួរឲ្យទុកចិត្តទីគួរឲ្យទុកចិត្តខ្ញុំតែងតែទៅលេងហ្គេមនៅទីនោះដែរអញទៅចាបងស្រីបងយល់ព្រមហើយមានរឿងអីមិនយល់ព្រមនោះលេងហ្គេមជាជំនាញរបស់ឯងបើលេងហ្គេមអាចខ្លាយទៅជាការងាររបស់ឯងជាការល្អហើយអញទៅចាបងស្រីសុំទោសគ្មានរឿងអីត្រូវសុំទោសទីសង្ឃឹមថាអញនឹងមានអនាគតល្អអរគុណបងស្រីលោកថកែខ្ញុំមកធ្វើការមកឡើងទៅលើទៅឯងមើលស្រួលមួយផងណាចូលលើលោកតកែក្រែងឲ្យខ្ញុំមកធ្វើការអីហាត់ឲ្យខ្ញុំមកទីនេះណាស្គីមិនឆាប់រត់កុំតាមគេហើយលីហ្វាំងលបងលីអរគុណលបងហើយខ្ញុំមិនភ្លេចគុណលបងនោះទេណារឿងនេះកំប្រាំអ្នកណាគេសោះណាកំប្រាប់ហ្វុងបានទេហ៎បានហើយពួកគេជាអ្នកណាហាត់ឲ្យបានជាមកចាប់ខ្ញុំពួកគេមិនតាមចាប់ឯងទាំងអស់គ្នានោះបានន័យថាមុខយងស៊ីងហ្វូសិនលីងជាយៈពួកគេត្រូវចាប់ខ្លួនហើយពួកគេចាប់ពួកយើងធ្វើអីទៅនោះយើងកំពុងស្រាវជ្រាវរឿងនេះតែកុំភ្លេចសោះណារឿងនេះកុំឲ្យហ្វុងគេដឹងអសោះខ្ញុំដឹងហើយអូយពួកឯងពិតជាគ្មានបានការគ្រាន់តែក្មេងតូចតាចក៏ចាត់ការមិនបានតើយើងទៅជំរាបលោកតកែយ៉ាងម៉េចលោកមានដឹងទេតាមពិតយើងចាប់ខ្លួនអត់នោះបានទៅហើយតែមិននឹកស្មានថាស្រាប់តែមានមនុស្សមករំខានអាពីរនាក់នោះគឺប្រកែខ្លាំងណាស់ហើយពួកយើងវាយមិនឈ្នះគេទេក៏រត់ទៅណាគេជានរណាអត់ដឹងទេមានរូបរាងយ៉ាងម៉េចទេគេទៅពីណាមានមៀតខ្ពស់ហើយមានម្នាក់គឺមើលទៅដូចជាធ្លាប់ស្គាល់ដូចធ្លាប់ជួបនៅកន្លែងណាតែនឹកមិនឃើញតអសោះហើយមែននៅក្នុងទូរទស្សន៍ក៏ធ្លាប់ឃើញគេដែរគឺដូចជាទេវតាសាហ៊ុនយ៉ាងចឹងណាទេវតាសាហ៊ុនចង្រៃយោលីហ្វាំងគឺឯងទៀតហើយបងពិសាសិនទៅប្រហែលថ្ងៃនេះបងអត់ទាន់ពិសាអីទេខ្លាចតែបងទ្រាំបានទេណាអង្គពើ
ai tới cho ហើយកាន់នោះបើមិនលបងជួយខ្ញុំប្រហែលស្លាប់ក្រោមកំបិតរបស់គេបាត់ទៅហើយជីវិតរបស់ខ្ញុំនេះគឺបងជាអ្នកឲ្យមកខ្ញុំទេ phongចាំមិនដែរ អ្នកនាងហ្វងយកសិភៅទៅលក់មានស្មារតីធម្មតាគេនឹងជូតែងតែទៅដើរលេងដែរទិញប្រដាប់របស់ទារកប្រើ តាមមើលតទៀតទៅណា តំបងកំរំនាងមានសុខភាពល្អណាស់ពេលតែខ្ញុំមិននៅខ្ញុំឲ្យបងប្អូនទៅការពារនាងហើយ អមែនណាលុតតកាអ៊ីនធឺណិតតាមចាប់ខ្លួនលីវអ៊ីនោះគឺមិនធម្មតាទេណាហើយពួកគេក៏មិនមែនអនដែរមិនមែនជាជនពីលធម្មតានោះទេឯងមានតាមដានគេហើយនៅត្រូវហើយ មនុស្សដែលវាយខ្ញុំកាប់ពីលើកមុននោះមានដំណឹងយ៉ាងណាហើយ មានដំណឹងហើយបងប្អូនស្រាវជ្រាវដឹងថាម្នាក់នោះឈ្មោះខ្យាដំរីលាក់មុខលាក់មាត់កាចសាហាវណាស់ ខ្យាដំរីឥឡូវពួកយើងគិតយ៉ាងម៉េចទៅ ការតាមដានរបស់យើងប្រហែលជាច្រឡំទិសហើយ ទីនេះជាកន្លែងណានោះ បើតាចាំមក តំបងទីនេះជាកន្លែងណាមិនក៏ចម្លែកម្លេះ តំបងដាវនេះកម្រើកហើយ នៅលើដៃមានស្នាមឈាមកាលនោះគឺយើងប្រើដៃនេះធ្វើឲ្យហ្វងចេញឈាមប្លាន់នៅលើដៃនេះឆ្លងកាត់អស់ជាង 1000 ឆ្នាំទៅហើយឈាមនេះក៏ប្រហែលទៅជាក្រហមចាស់រងយប់ពេលដែលយើងយកសពឃើញគឺដៃនេះតែម្ដង លបងនេះជាដើរទើបដែលលបងនិយាយនោះហ៎ ពិតមែនណាស់អាកពើបើសិនជាយើងប្រាប់ឯងថាយើងគឺជាមនុស្សបុរាណកាលពី 1000 ឆ្នាំមុននោះតែជឿទេ លបងមិនអញ្ចឹងទេលបងអាយុមិនបាន 30បងនិយាយលេងទេដឹងអី យើងឆ្លងកាត់សម័យកាលពីជាង 1000 ឆ្នាំមុនមកដល់សម័យកាលនេះ លបងតើបានន័យថាម៉េច កាលនោះយើងស្រាប់តែបាត់ខ្លួនលើភ្នំផ្កាឈូងកងទ័ពរាជវាំងមកតាមរកសពរបស់យើងមិនឃើញទេហើយក៏យកប្រព័ន្ធនិងប្រខ័ណ្ឌរបស់យើងទៅបញ្ចុះសពនៅក្នុងក្តារមឈូសកាលពី 3 ឆ្នាំមុនយាហ្វៃស្រាវជ្រាវឃើញនៅក្នុងក្តារមឈូសរបស់យើងគេបានយកប្រខ័ណ្ឌនេះចេញមក
ជាង1000ឆ្នាំទៅហើយគឺមឈូសបានរលាយអស់នៅសតដាននេះជាមួយនឹងយើងថ្មីនេះយើងក៏មានអារម្មណ៍យល់ថាដាវស្រីហៅយើងហើយវាមានមហិទ្ធិឫទ្ធិបែបនេះបានន័យថាប្រកាសជាមានអ្វីកើតឡើងដែលនេះគឺជារបស់យើងត្រូវតែយកទៅជាមួយយើងដាវនេះរើលហើយដាវនេះនៅគៀបវាក៏ធំចំហាយរបស់វាដែរ确定在了前生，用痴心等待和你再走一程，也不负我的真。